សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយអេនីមេដែលជាភាគបន្តរបស់យើងហើយសម្រាប់តែអ្នកដែលមិនទាន់បានមើលពីភាគមុនមកទេអាចចូលមើលបាននៅក្នុង Telegram របស់ Admin មុននឹងចូលទៅដល់សាច់រឿងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុចឲ្យម្នាក់មួយមកបើចុចហើយអូខេចូលសាច់រឿងយើងទាំងអស់គ្នានៅភាគទី21នៅពេលដែលសាសាគីបរិសេធរៀបនឹងចាក់ចេញនោះនាងថានេះគឺជាកំហុសរបស់នាងបណ្ដាឲ្យអ្វីមិនដំណើរការប៉ុន្តែស្អីរឿងនៅពេលនេះសាសាគីនាងនៅឲ្យហាងមួយកន្លែងជាមួយនឹងណាស៊ូមីចំពោះណាស៊ូមីមិនថាគាត់រៀបការក៏ដោយគាត់គ្មានកម្រងកាន់កាប់ផ្ទះសំណាក់នោះឡើយគាត់ដឹងថាម៉ាក់របស់គាត់និយាយឃ្លាមួយបណ្ដាឲ្យសាសាគីមានការយល់ច្រឡំបន្ថែមពីនេះណាអូតូបានមកម៉ាស៊ូម៉ូតូដើម្បីនិយាយជាមួយនឹងគាត់អំពីរឿងរបស់នាងគាត់ជឿថាសាសាគីគឺជាមនុស្សដ៏សំខាន់សម្រាប់ណាអូតូភ្លាមនោះណាស៊ូមីបានទទួលទូរស័ព្ទពីយ៉ាយ៉ូហើយប្រញាប់លាសាសាគីចាក់ចេញយ៉ាងលឿនសាច់រឿងលេងបន្តពីមួយសប្តាហ៍ក្រោយមកនៅជិតខារ៉ាអូខេមួយកន្លែងដោយឈីម៉ាដានិងអាបេកំពុងតែចាំយូការីយើងមើលតែយូការីពិតជាស្រស់ស្អាតខ្លាំងមែនតើគួរឲ្យស្រឡាញ់ហ្មងណាអាបេឃើញហើយសប្បាយចិត្តឡើងខប់សេរីហ្មងយើងដឹងថាពួកគេនៅយ៉ូកូយ៉ាម៉ាម្ដុំដែលសាសាគីរស់នៅយូការីឆ្ងល់តើមានមនុស្សតែប៉ុណ្្នឹងទេឬឈីម៉ាដាប្រាប់ណូបូកំពុងតែចាំនៅក្នុងខារ៉ាអូខេឯណោះកាន់មកមើលណូបូនៅក្នុងខារ៉ាអូខេណែវិញណូបូបាននិយាយថាវាមួយរយៈដែលគាត់មិនបានជួបនាងយើងបានដឹងថានោះគឺជាខារ៉ាអូខេដែលសាសាគីធ្វើការនឹងឯងសាសាគីក្តៅឆាវហ្មងជាមួយនឹងណូបូម្នាក់នេះណូបូបានប្រាប់ពួកគេកំពុងតែអបអរនៅការប្រឡងត្រូវបានបញ្ចប់បន្ទាប់ពីប្រឡងមួយនេះពួកគេបានសម្រាប់នីតិរដូវបើចំពោះសាសាគីនាងមិនដឹងនិយាយអ្វីនោះឡើយនាងគិតថាប្រហែលជាណូបូកំពុងតែរៀបផែនការអ្វីមួយណូបូប្រាប់ឥឡូវនេះគាត់លេងជាច្រែកជាមួយនឹងទំនាក់ទំនងរបស់ពួកគេទៀតហើយសាសាគីឆ្ងល់ហេតុអ្វីបានជាណូបូផ្លាស់ប្ដូរលឿនបែបនេះបើចំពោះណូបូក៏មានកម្រងឈប់តាំងពីដំណើរកំសាន្តសាលាហើយណោះគាត់ពិតជាឈឺក្បាលដែលទំនាក់ទំនងរបស់ពួកគេមិនបានល្អមិនថាទំនាក់ទំនងរបស់ពួកគេមានការឆ្កឹងក៏ដោយណាអូតូក៏នៅតែបោះជំហានទៅមុខបានដដែលបើចំពោះគាត់មិនអាចភ្លេចអតីតមិត្តស្រីរបស់គាត់រួចបង្កើតស្នេហាភ្លាមបាននោះទេប៉ុន្តែក៏ចង់ផ្លាស់ប្ដូរម្ដងតិចដូចជាណាអូតូឈានទៅគោលដៅរបស់គាត់ណាអ្វីទាំងអស់នោះគាត់សង្ឃឹមថាសាសាគីអាចធ្វើវាបានផងដែរសាសាគីប្រាប់ណូបូមិនបាច់ប្រាប់នាងនោះឡើយពីព្រោះនាងក៏ចង់ផ្លាស់ប្ដូរហើយឈានទៅមុខដូចគ្នានិយាយដូច្នេះសាសាគីក៏បានបិទទ្វារក្រំរួចចាក់ចេញនៅក្រៅនេះសាសាគីក៏បានប្រឈមមុខជាមួយនឹងយូការីផងដែរប៉ុន្តែសាសាគីនាងបានដើរកាត់យូការីចេញពីទីនេះយ៉ាងលឿនយូការីមិនចាំយូរទេក៏បានដេញតាមសាសាគីអាបេក៏ចង់ទៅតាមអ្នកទាំងពីរដែរប៉ុន្តែត្រូវបានអាចារ្យឈីម៉ាដាហាមឃាត់នៅពេលដែលយូការីតាមទាន់សាសាគីនោះនាងឆ្ងល់ហេតុអ្វីបានជាសាសាគីរត់ចាក់ចេញពីនាងអំពីរឿងនោះសាសាគីនាងបាននិយាយថានាងខ្លាចយូការីនឹងស្រែកដាក់នាងយើងដឹងហើយនៅភាគទី15សាសាគីនាងមានកម្រងបំផ្លាញស្នេហារបស់ណាអូតូនិងយូការីឥឡូវនេះវាទទួលបានជោគជ័យប៉ុន្តែសាសាគីខ្លាចយូការីស្រែកដាក់នាងទៅវិញតាមពិតចំពោះយូការីនាងក៏ខឹងដែរនាងទេជាអ្នកដែលសុំស្រឡាញ់ណាអូតូមុនគេហើយបញ្ចប់វាដោយខ្លួនឯងប្រសិនបើសាសាគីមិនមាននៅលើពិភពលោកនេះមិនដែលសារភាពទៅកាន់ណាអូតូមិនមែនជាមិត្តភក្តិពីកុមារភាពរបស់ណាអូតូវាមិនមានរឿងដូចនេះនោះឡើយនាងបានគិតយ៉ាងច្រើនអំពីការសារភាពដំបូងរបស់នាងចំពោះណាអូតូគាត់បានបដិសេធនាងប៉ុន្តែនាងបានជំរងជំរះវាជាការធ្វើតេស្តមួយបន្ទាប់ពួកគេបានខ្លាចជាសង្សារពិតប្រាកដប៉ុន្តែនាងមិនបានជឿទុកចិត្តលើគាត់ហើយបានដល់ឲ្យគាត់ចាក់ចេញទៅឆ្ងាយអ្វីទាំងអស់នេះហើយវាធ្វើឲ្យនាងពិតជាសោកស្ដាយណាអូតូតែងតែនៅទីនោះសម្រាប់នាងមិនថាមានរឿងអ្វីក៏ដោយប៉ុន្តែនាងមិនដឹងពីអ្វីពិតប្រាកដដែលគាត់ចង់បានឥឡូវនេះនាងដឹងហើយសាសាគីគឺជាមនុស្សតែម្នាក់សម្រាប់ណាអូតូសម្រាប់នាងហើយនឹងណាអូតូបើគ្មានសាសាគីអ្វីទាំងអស់មិនដំណើរការទេសាសាគីនាងយល់ណាអ្វីដែលយូការីនាងនិយាយយ៉ាងច្រើនបើយូការីនាងពិតជាព្យាយាមណាស់ដើម្បីនិយាយពាក្យទាំងអស់នេះឥឡូវនេះនាងមានមិត្តភក្តិរបស់នាងដើម្បីជួយលើកទឹកចិត្តនាងជារៀងរាល់ថ្ងៃនិយាយមួយទៀតអំពីការផ្ដល់ជូនអាជីពដែលនាងបានផ្ដល់ទៅណាអូតូបានបដិសេធហើយរួចបានសួរចំពោះសាសាគីតើពួកគេគឺជាសង្សារគ្នាហើយឬនៅសាសាគីនាងមិនបាននិយាយអ្វីឡើយយូការីប្រាប់ទៅប្រហែលជាសាសាគីនាងកំពុងតែមានការសង្ស័យមួយទៀតប្រហែលជាមិនមានទំនុកចិត្តលើគាត់សាសាគីប្រាប់យូការីនោះមិនមែនទេនាងគឺមានទំនុកចិត្តលើគាត់ប៉ុន្តែមានរឿងមួយនាងមិនមានទំនុកចិត្តលើខ្លួនឯងដែលអាចផ្ដល់ក្តីស្រឡាញ់ឲ្យគាត់សមនឹងទទួលបានរឿងនេះក៏វាតូចខ្លាំងណាស់ប៉ុន្តែមួយជំហានទៀតនាងមិនអាចឈានទៅដល់បញ្ចប់ពីរឿងទាំងអស់នេះយូការីនាងបានមកអង្គុយក្នុងខារ៉ាអូខេអើយរឿងស្អីធុញដល់កយនេះហ្នឹងឯងកូនដាក់វាហ្នឹងឯងកូនកាន់មកមើលសាសាគីឯណាវិញនាងបានទទួលសារពីណាអូតូដែលចង់ជួបនាងនៅថ្ងៃពុធសប្តាហ៍ក្រោយគាត់ដឹងថានាងឈប់សម្រាកនីតិរដូវដូច្នេះគាត់អាចទៅយ៉ូកូយ៉ាម៉ាបានសាសាគីផ្ញើសារទៅណាអូតូជាពាក្យខ្ញុំចង់
ង់ជួបអ្នកនៅព្រឹកព្រលឹមណាតោបានរៀបចំខ្លួនដើម្បីទៅសាលារៀនសូហូដែរមកក៏បានសួរអំពីរឿងទាំងអស់នេះផងដែរនាងបានសន្មតថាឥឡូវនេះពួកគេកំពុងតែសម្រាប់នីតិរដូវណាតោប្រាប់សូហូគាត់មានកិច្ចការធ្វើនៅសាលានៅព្រឹកនេះសូហូនាងចង់ប្រមូលណាតោញ៉ាំអាហារពីព្រឹកសិនណាតោមិនញ៉ាំទេដោយសារតែគាត់មានផែនការនៅរសៀលនេះសូហូនាងចង់ទៅដែរប៉ុន្តែណាតោហាមឃាត់នៅពេលដែលណាតោមកដល់សាលាពួកគេរៀបចំវិធីចូលខ្ញុំមិនដឹងចូលទេមើលសិនទៅមាននិមិត្តម្នាក់បានប្រាប់ណាតោថាគាត់អាចចេញទៅបានហើយនៅពេលដែលណាតោបង្ហើយដៃនោះមាននិមិត្តម្នាក់បាននិយាយថាអាចារ្យឈីម៉ាដានេះយ៉ាប់មែនធ្វើដល់សកម្មភាពទៅការងារយើងធ្វើភ្លាមៗនោះគាត់ទទួលទូរស័ព្ទពីអាចារ្យឈីម៉ាដាមកអាចារ្យនោះលុយនៅក្នុងក្លឹបមិននេះយ៉ាប់មែនយ៉ាប់មិននេះមើលគេកំពុងតែធ្វើពេកកម្មលេងមានណាទៅចាប់យូការីឲ្យទៅចូលរួមកម្មវិធីឯណាឆ្កុយយ៉ាងតើយូការីនាងចាញ់បោអាចារ្យឈីម៉ាដាហ្នឹងណានិយាយចោលឲ្យបិទទូរស័ព្ទក្រឹបទៅមើលឲ្យលោកបងពីរនាក់នេះឆ្ងល់តែម្ដងភ្លាមៗនោះលោកគ្រូបានហៅណាអូតូវាមានការងារជាច្រើនទៀតដែលគាត់ត្រូវធ្វើនៅកន្លែងហាត់ប្រាណលើដូច្នេះណាអូតូប្រញាប់ចេញទៅយ៉ាងលឿនតែម្ដងឃើញដូច្នេះលោកបងនេះចង់ទៅជួយណាអូតូផងដែរប៉ុន្តែលោកគ្រូបានប្រាប់ឲ្យប្រូនឹងទៅផ្ទះវិញទៅចំណែកណាអូតូព្យាយាមរត់ទៅយ៉ាងលឿនឥឡូវនេះគាត់ត្រូវតែបញ្ចប់ការងារឲ្យបានឆាប់ពីព្រោះគាត់បានណាត់ជាមួយនឹងសាសាគីរួចទៅហើយគាត់ត្រូវតែប្រញាប់ជួបនាងហើយធ្វើរឿងមួយប្រាប់អំពីពាក្យដែលគាត់និយាយឆ្កងនៅពេលនោះនៅពេលដែលណាអូតូមកដល់កន្លែងវឹកហាត់កីឡាវាមិនមានអីវ៉ាន់ដែលគាត់ត្រូវរៀបនោះឡើយប៉ុន្តែក៏បានឃើញនរណាម្នាក់កំពុងតែបង្រៀននៅទីនោះហើយណាអូតូក៏ប្រញាប់ចេញទៅមើលយ៉ាងលឿនតែម្ដងអ្វីដែលគាត់ឃើញនោះនារីដ៏គួរឲ្យស្រឡាញ់ហើយខ្ជូតតែម្ដងណាអូតូឆ្ងល់ហេតុអ្វីបានជាសាសាគីនៅទីនេះតាមពិតមិននឹងសាសាគីនាងលោចចូលប៉ុន្តែគ្រូចាប់បាននាងបានបញ្យល់ស្ថានភាពរបស់នាងចំពោះគាត់ហើយលោកគ្រូលើដូច្នោះក៏សម្រេចចិត្តថាជួយសាសាគីហ្មងទៅណាអូតូឆ្ងល់ពន្យល់ស្ថានភាពដោយរបៀបណាសាសាគីប្រាប់នាងបានថតសម្លេងគាត់នៅដំណើរកំសាន្តសាលានៅពេលដែលគាត់ឆ្កងនិយាយអីមិនចេញនាងបានលួចថតណាអូតូនិយាយនៅពេលនោះហើយនឹងឥឡូវនេះគាត់ពិតជាមានការភ័យខ្លាំងមែនតើគាត់មិនបានត្រៀមពាក្យអីទុកមុននោះឡើយដូច្នេះគាត់និយាយនៅពេលនេះនិយាយឲ្យខ្លាំងហើយឲ្យច្បាស់ណាអូតូប្រាប់សាសាគីថាគាត់ស្រឡាញ់នាងហើយសូមឲ្យនាងចេញទៅដេតជាមួយនឹងគាត់ប្រសិនមានថ្ងៃមួយអាចទៅរួចគាត់ចង់បង្កើតគ្រួសារជាមួយនឹងគ្នាគាត់ជឿថាសាសាគីមិនចង់បានទេមិត្តពីកុមារភាពឬក៏មិត្តភក្តិអ្វីដែលនាងចង់បានគឺគ្រួសារនិយាយដល់ពេលអនាគតគាត់គិតថាសាសាគីគឺត្រូវការនរណាម្នាក់មកការពារនាងហើយនឹងផ្ដល់កម្លាំងចិត្តដល់នាងហើយគាត់សង្ឃឹមថាបុគ្គលដែលការពារនាងនោះគឺជាគាត់សាសាគីដើរមកចិត្តណាអូតូរួចនិយាយថានាងជឿជាក់លើគាត់ហើយចង់ផ្ដល់ស្នាមថើបឲ្យណាអូតូរួចណាអូតូបានធ្វើការថើបនៅកន្លែងហ្នឹងទៅឆ្លៀតបន្តិចសាសាគីប្រាប់ណាអូតូក៏មើលមុខអូនអ៊ីនខ្លាំងណាស់ណាអូតូសុំទោសសាសាគីប៉ុន្តែសាសាគីចាំណាអូតូហើយនិយាយថានាងមិនបានអនុញ្ញាតឲ្យគាត់ទៅនោះឡើយនៅត្រង់កន្លែងនេះពួកគេបានធ្វើការខីគ្នាម្ដងទៀតឈឺចាប់ណាស់ចំពោះអ្នកអត់ស្នេហាដោយអេដមីនមើលឲ្យកំសត់គេជោគជ័យនៅពេលដែលណាអូតូបានមកឈរនៅលើស្ពានមួយកន្លែងគាត់មានអារម្មណ៍ធូរស្រាលនៅពេលដែលគាត់បានសារភាពទៅកាន់សាសាគីប៉ុន្តែនៅក្នុងខ្លួនគាត់ដូចជាមានអ្វីមួយដែលមិនទាន់បានប្រាប់ទៅនាងភ្លាមនោះសាសាគីនាងក៏បានធ្វើដំណើរមកដល់ខ្ញុំមិនទាន់នឹងទេពួកគេបាននិយាយអំពីការផ្លាស់ប្ដូរប្រហែលជាសាលានឹងឯងណាអូតូចង់នាំសាសាគីដើម្បីទៅដល់ផ្ទះរបស់នាងប៉ុន្តែសាសាគីនាងបដិសេធនាងអាចទៅផ្ទះដោយខ្លួនឯងណាអូតូយកព្រមប៉ុន្តែឥឡូវនេះពួកគេកំពុងតែអៀនគ្នានេះអត់ដឹងធ្វើអីទេនៅពេលដែលចាប់ផ្ដើមនិយាយជូនគ្នាទៀតយើងដឹងហើយពួកគេប្រកាសជាអៀនណាអូតូចាប់ផ្ដើមក្លាហានរួចនិយាយថាឥឡូវនេះពួកគេគឺជាសង្សារនឹងគ្នាដូច្នេះវាពិបាកបន្តិចហើយមួយរយៈនេះគាត់មិនមានពេលឡើយដើម្បីទៅជួបសាសាគីនោះហើយបើចំពោះសាសាគីនាងក៏ដូចគ្នាផងដែរនាងមិនមានពេលនោះទេមូលហេតុរបស់ណាអូតូនោះគាត់បានគិតពីអនាគតដូចជាអាជីពកម្លាំងពលកម្មដរាបណាដែលគាត់អាចបញ្ចប់ការសិក្សានៅវិទ្យាល័យសាសាគីនាងសួរពីប្រភេទដែលការងាររបស់ណាអូតូចង់ធ្វើឥឡូវនេះណាអូតូប្រាប់ទៅគាត់ចង់ក្លាយជាអ្នកចម្អិនម្ហូបនៅភោជនីយដ្ឋានមួយលើតែចង់ផៅធ្វើឲ្យសាសាគីឡើងភេញតែម្ដងជំនាញចង់ផៅនេះវាល្អហើយយូរអង្វែងសម្រាប់ឥឡូវនេះគាត់គួរតែពិភាក្សាជាមួយនឹងតាមអាយុសិនសួរអំពីអាជីពកម្លាំងពលកម្មឬក៏អាជីពជាចុងភៅលើដូច្នេះសាសាគីនាងលើកទឹកចិត្តណាអូតូឡើងពេញបេះដូងហ្មងហើយនាងជាមនុស្សម្នាក់មុនគេដែលភ្លក់ស្នាដៃចុងភៅរបស់ណាអូតូណាអូតូមានកម្រងធ្វើវានៅភោជនីយដ្ឋានមួយជាផ្ទះរបស់គាត់ហើយនិយាយអំពីកន្លែងធ្វើការចាស់របស់គាត់វិញថាកែបានណែនាំគាត់ឲ្យចូលភោជនីយដ្ឋាននោះដោយសារនោះគឺជាសញ្ញេរបស់គាត់នៅពេលដែលណាអូតូរៀនចុងភៅនោះដូច្នេះគាត់មិនមានពេលនោះឡើយដូច្នេះទំនាក់ទំនងរបស់ពួកគេប្រកាសជាមានតិចជាមិនខានអំឡុងពេលនោះសាសាគីក៏បានចាប់ថើបណាអូតូហើយនិយាយថាឥឡូវនេះពួកគេអាចថើបគ្នាបានតាណាអូតូ
តោគ្នាឡើងមុខកំហមហ្មងយ៉ាប់មែនសាស៊ូគីនេះសាស៊ូគីនិយាយថានាងមិនព្រួយបារម្ភឡើយពីព្រោះនាងទុកចិត្តលើគាត់ហើយឥឡូវនេះនាងចង់ឲ្យណាតោជួនដំណើរនាងមិនថាស្នេហារបស់ពួកគេលោកលឿនយ៉ាងណាក៏ដោយដូច្នេះក៏ត្រូវថាសាស៊ូគីមិនឲ្យនាងរបូតចេញពីដៃគាត់នោះឡើយនៅតាមផ្លូវណាតោជួនដំណើរសាស៊ូគីនោះណាតោបានសួរដែរថាសាស៊ូគីនឹងរវល់អីគេសាស៊ូគីប្រាប់ទៅនាងរវល់ក្នុងការរៀនប្រឡងចូលសម្រាប់គោលដៅទៅមហាវិទ្យាល័យណាតោពិតជាភ្ញាក់ផ្អើលអំពីរឿងនេះសាស៊ូគីបាននិយាយអំពីឪពុកម្ដាយរបស់នាងក៏ចង់ឲ្យនាងសម្រេចចិត្តដែរថានាងចង់ទទួលគេមរតកបន្តពីការបញ្ចប់សិក្សាក៏បានដែរណាតោស្ដាប់ទៅទំនាក់ទំនងរបស់សាស៊ូគីនិងឪពុកម្ដាយរបស់នាងពិតជាល្អខ្លាំងណាស់ហើយចំពោះសាស៊ូគីនាងក៏ចង់អរគុណដែរនៅពេលដែលមានមនុស្សម្នាក់តែងតែជួយគ្រប់គ្រងនាងរហូតឥឡូវយើងបានដឹងហើយសម្រាប់នីតិរដូវវាមាន2ខែនៅ2ខែនេះសាស៊ូគីនាងនិយាយថានាងរស់នៅតែម្នាក់ឯងទៀតហើយដូច្នេះនាងនឹងរកកន្លែងណាដែលមានសុវត្ថិភាពបើសុវត្ថិភាពចំពោះណាតោគឺត្រឹមត្រូវហើយប៉ុន្តែគាត់ខ្លាចតែសាស៊ូគីដាច់បាយទេគាត់ព្រួយបារម្ភអំពីសុខភាពរបស់នាងខ្លាំងមែនតើសាស៊ូគីថាមានអីស៊ីតែមីកំប៉ុងទៅបាននិយាយអ្វីទាំងអស់ហ្នឹងធ្វើឲ្យណាតោមិនຕົកចិត្តឡើយហើយណាតោប្រាប់សាស៊ូគីក៏មានកម្រងថានឹងទៅរស់នៅជាមួយនឹងនាងផងដែរសាស៊ូគីហៅណាតោមនុស្សល្ងងប៉ុន្តែសម្រាប់ណាតោគាត់មិនមានកំណត់អាក្រក់ណាមួយនោះឡើយសាស៊ូគីសង្ឃឹមថានាងនឹងធ្វើអ្វីទាំងអស់នេះកើតឡើងឥឡូវនេះវាមានរយៈពេល3ខែហើយចាប់តាំងពីពេលនោះមកនីតិរដូវមិនបានប្រមាណក៏ដល់សម្រាប់រដូវក្តៅហើយជាវគ្គផ្ដាច់ព្រាត់នៃការប្រឡងរបស់សិស្សនៅហាងមួយកន្លែងយើងបានឃើញមិត្តភ័ក្តិរបស់យូការីប្រជុំគ្នានិយាយអំពីការលើកពានរបស់យូការីនេះវាយសិតតែបានពានរង្វាន់ប្រកួតសម្រស់ហើយណាងយ៉ាប់មែនយូការីប្រាប់ទៅថាអត់នោះទេម្ដាយរបស់នាងបានឃើញទស្សនាវដ្តីទាំងអស់នេះធ្វើឲ្យគាត់ពិតជាភ្ញាក់ផ្អើលទាំងអស់នេះបង្កើតឡើងដោយអាចារ្យឈីមដាទាំងអស់ហើយម៉ាក់របស់នាងបាននិយាយដែរបើថាដើរជាមួយនឹងអាចារ្យឈីមដាគំរូដ៏ល្អមែនហើយយូការីនៅពេលនេះនាងកាន់តែប្រសើរហើយនាងក៏មានកម្រងទៅមហាវិទ្យាល័យផងដែរមានមិត្តម្នាក់បាននិយាយអំពីណូបូគាត់ទទួលបានអាហារូបករណ៍ទៅមហាវិទ្យាល័យបន្ទាប់មានមិត្តម្នាក់បាននិយាយអំពីណាតោវិញនាងបានទៅញ៉ាំអាហារកន្លែងគាត់ធ្វើការពីមុនឥឡូវមិនឃើញគាត់នោះឡើយខ្លាចតែយូការីបារម្ភបាត់ណាតោអីតាប៉ុន្តែយូការីនាងមិនបារម្ភនោះឡើយពួកគេចាប់តងរឿងនេះគឺជាអតីតកាលទៅចុះហើយឥឡូវនេះព្រមទាំងដឹងថាណាតោនិងសាស៊ូគីឥឡូវចាប់ដើមណាត់ជួបគ្នាទៀតឈីមេដាសួរយ៉ាងម៉េចហើយជីវិតបើចំពោះយូការីនាងរៀងស្ងាត់ស្ងៀមបន្តិចនៅពេលដែលនាងនៅខុសថ្នាក់ពីណាតោហើយនឹងណូបូឥឡូវហ្នឹងនាងសម្រេចចិត្តថាឈប់ព្រួយបារម្ភហ្មងទៅហើយធ្វើដំណើរចាក់ចេញពីផ្លូវនៅរឿងទាំងអស់នេះក្រឡេកមកមើលផ្ទះរបស់ណាអូតូណែវិញយើងឃើញអាបេណូបូហើយនឹងសូព្រមទាំងមិត្តរបស់ស៊ូហូផងដែរបានមកលេងនៅទីនេះស៊ូហូបានសួរណូបូតើបងរបស់នាងបានសុំឲ្យពួកគេមកទីនេះមែនទេណូបូប្រាប់ស៊ូហូគាត់មកទីនេះដោយសារតែគាត់ចូលចិត្តកន្លែងឈិលឬថាណូបូចូលចិត្តកន្លែងឈិលដូចជាផ្ទះរបស់នាងចឹងទៅធ្វើឲ្យនាងច្បាយចិត្តហ្មងហើយណូបូបានសួររកណាអូតូនៅថ្ងៃនេះមិនបានមិនឃើញគាត់នៅពេលដែលស៊ូហូនាងបាននិយាយណូបូបាននឹងថាណាអូតូទៅរស់នៅកន្លែងមួយនៅពេលសម្រាប់រដូវក្តៅនេះអំពីមួយទៀតស៊ូហូនាងចង់និយាយថានៅពេលដែលណាអូតូចាក់ចេញគឺពិបាកនឹងបញ្ចុះបញ្ចូលតាមអាយុខ្លាំងមែនតើឥឡូវនេះយើងដឹងថាស៊ូហូរៀនថ្នាក់ទី5ហើយចំណែកណាអូតូណូបូយូការីសាស៊ូគីអាបេរៀននៅឆ្នាំទី2ក្រឡេកមកមើលណាអូតូអានេះវិញគាត់បានធ្វើដំណើរឡើងទៅលើភ្នំហើយគោលដៅរបស់គាត់គឺមកផ្ទះជួលរបស់នរណាម្នាក់ហើយវាចង់ឆ្ងល់ច្រើនទេនោះគឺជាផ្ទះរបស់សាស៊ូគីនឹងឯងឥឡូវនេះណាតោសន្មតថាគាត់មកផ្ទះហើយសាស៊ូគីធ្វើដូចជាប្រពន្ធរងចាំប្តីនិយាយអូកាយរីសម្រាប់ឥឡូវនេះណាតោបានធ្វើវាហើយរស់នៅជាមួយនឹងសាស៊ូគីអូខេអ្នកទាំងអស់គ្នាស្អីរឿងយើងមានតែប៉ុណ្ណឹងខ្ញុំបានដឹងហើយថាអ្នកទាំងអស់គ្នាមើលរឿងនឹងហើយប្រកាសជាវល់ជាមិនខានហើយបើសម្រាប់អេមីនក៏វល់ដូចគ្នាដោយសារតែគេប្រាប់អត់ច្បាស់ដូច្នេះហើយអេមីនប្រឹងបញ្យល់អ្នកទាំងអស់គ្នាខ្លាំងមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះហើយចុច like ម្នាក់មួយមកពីខ្ញុំមក CAA Anime សូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ